ញាក់គ្រួសារយើង go អូរត់ថ្ងៃភ្លឺឡើងភ្នែកនៅព្រឹមតែចិត្តទៅស៊ូទៅស៊ូគ្រប់អាវយូនីហ្វមបាប់ម៉ូតូតូមហាប់ផ្សែងលើផ្លូវកៅស៊ូឈានជើងចូលការិយាល័យឃើញមុខបងញញឹមស្រស់ប្រងឈានជើងចូលការិយាល័យឃើញមុខបងញញឹមស្រស់បំប្រងមិនមែនត្រឹមតែមិត្តតែជាបងប្អូនបងចៅក្នុងគ្រួសារធំមួយម៉ោង3ម៉ោងឬ10ម៉ោងក៏មិនដែលធុញទ្រាន់ព្រោះមានអ្នកក្បែរខាងចាំជួយសម្រាលការងារឲ្យទាន់បាយថ្ងៃត្រង់ជុំគ្នាសើចសាប់បាយផ្អើលអាហារដ្ឋានមិត្តរួមការងារគឺជាគ្រួសារទី2ដែលខ្ញុំខានមិនបានអូយគ្រួសារការិយាល័យនៅក្បែរគ្នារាល់ថ្ងៃស្អិតដូចតាន់មិនដាច់ពីគ្នាពេលមានទុកបងជួយយំពេលមានសប្បាយយើងជួយសើយើងជួយសើមិត្តរួមការងារប្រៀបអូនបង្កើតដែលស្រឡាញ់មិនរលីបុកប៉ះឡើងម៉ោងបត់2ថ្ងៃត្រង់អាហារដ្ឋានដូចសំរភូមិបងឯងញ៉ាំបាយឆាខ្ញុំញ៉ាំគុយទាវដាក់គ្រឿងឲ្យជុំទឹកក្រូចមួយកំប៉ុងចែកគ្នាជក់ម្នាក់មួយម៉ាត់ក៏ផ្អុំម៉ងជុំព្រោះមិត្តភាពយើងវាថ្លៃលើពីដំលុយដែលយើងធ្លាប់កាយលើទឹកមួយកំប៉ុងចែកគ្នាជុំមើលជក់ម្នាក់មួយម៉ាត់ក៏ផ្អែមដែរព្រោះមិត្តភាពយើងវាថ្លៃលើពីតម្លៃលុយកាក់ដាក់ដែរយើងធ្លាប់កាយបើថ្ងៃណាឈឺមិនអាចងើបមករួយបងជួយរ៉ាប់រងការងារមិនឲ្យមេស្ដីបន្ទោឲ្យខូចផ្ញើសារសួរពីសុខមើលថែខ្លួនណាអូនចិត្តបែបនេះហើយទើបធ្វើឲ្យយើងកាន់តែជិតស្និទ្ធដូចបងប្អូនចេញពីការងារទៅញ៉ាំអីបន្តបង Peace out see you tomorrow